អ្នកស្រីចន្ទរាទីអន់ចិត្តនឹងតារាសម្ដែងជើងចាស់ខៃប្រសិទ្ធដែលធ្លាប់ជាដៃគូជាមួយគ្នាសម្ដែងរឿងល្បីទូទាំងប្រទេសប៉ុន្តែពេលដែលលោកបានចេញទៅរស់នៅស្រុកក្រៅបែរជាធ្វើភ្លេចអ្នកស្រីគឺអត្តចរិតប្រែប្រួលមិនដូចតារាប្រុសរូបនេះសោះអតីតតារាសម្ដែងដ៏ល្បីនាទសវត្សរ៍ឆ្នាំ90គឺអ្នកស្រីចន្ទរាទីបានទម្លាយពីអាកប្បកិរិយាអ្នកសិល្បៈជើងចាស់រួមចំនួនមួយរូបដែលបានចេញទៅរស់នៅប្រទេសគេហើយពេលដែលមានឱកាសមកលេងនៅស្រុកខ្មែរម្ដងនោះគឺមិនដែលនឹកនាស្កាត់មកជួបអ្នកសិល្បៈចាស់ជាពិសេសគឺរូបអ្នកស្រីបើទោះបីជាធ្លាប់បានឆ្លងកាត់អនុស្សាវរីយ៍ជាច្រើនហើយបានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈជាមួយគ្នាយ៉ាងល្អក៏ដោយនៅក្នុងពិធីជួបជុំពិសាអាហាររួមគ្នាជាមួយនឹងអតីតតារាសម្ដែងជើងចាស់គឺលោកឧត្តមបូទីដែលបានមកលេងស្រុកខ្មែរហើយស្កាត់មកជួបដល់គេហដ្ឋាននោះអ្នកស្រីចន្ទរាទីបានលើកឡើងថានាងសូមសរសើរដល់លោកឧត្តមបូទីដែលនៅតែរក្សាអត្តចរិតរឹកពីនៅដដែលបើទោះបីជាបែកគ្នាជិត30ឆ្នាំទៅហើយក្តីក៏ប៉ុន្តែនៅតែស្កាត់មកជួបអ្នកស្រីសម្ដែងក្តីនឹករលឹកអ្នកស្រីចន្ទរាទីបានលើកឡើងថាអ្នកស្កាត់មកជួបខ្ញុំគឺខ្ញុំសរសើរហើយមិនចាំបាច់យកអ្វីមកផ្ញើខ្ញុំនោះឡើយគឺយកទៅចាត់មកបានហើយខុសពីអ្នកសិល្បៈរួមចំនួនចាស់មួយចំនួនដែលមកលេងស្រុកខ្មែរគឺមិនដែលនឹកនាមកលេងខ្ញុំឡើយតែបើគាត់ស្កាត់មករកស្រីក្មេងគឺគាត់ស្កាត់បានអ្នកស្រីបានបញ្ជាក់ថាមានអ្នកសិល្បៈជើងចាស់រួមចំនួនមួយគឺលោកខៃប្រសិទ្ធពេលដែលមកស្រុកខ្មែរម្ដងគឺមិនដែលនឹកនានឹងស្កាត់មកជួបអ្នកស្រីម្ដងណានោះឡើយនៅក្នុងពេលដែលលោកគឺជាដៃគូសម្ដែងជាមួយគ្នាហើយក៏ល្បីទូទាំងប្រទេសថែមទៀតផងកាលនោះអ្នកស្រីបានបន្តថាខៃប្រសិទ្ធគឺធ្លាប់ជាដៃគូសម្ដែងតាមរយៈខ្សែភាពយន្តជាច្រើនរឿងហើយរឿងភាគច្រើនគឺមានភាពល្បីល្បាញដោយមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនក៏ប៉ុន្តែពេលដែលគាត់មកលេងស្រុកខ្មែរម្ដងគឺមិនដែលស្កាត់មកលេងនឹងអ្នកសិល្បៈរួមចំនួននានានោះឡើយជាពិសេសគឺរូបអ្នកស្រីដែលធ្លាប់ជាដៃគូសម្ដែងនាពេលកន្លងមកអ្នកស្រីចន្ទរាទីបានបន្ថែមថាខុសពីអ្នកសិល្បៈចាស់មួយចំនួនផ្សេងទៀតបើទោះបីជាបែកគ្នាយូរឆ្នាំក៏ពិតមែនក៏ប៉ុន្តែពួកគាត់គឺនៅតែនឹកនានឹងស្កាត់មកជួបគ្នាហូបបាយជុំជាមួយគ្នាដោយក្តីរីករាយខណៈដែលការស្កាត់មកជួបគ្នានេះគឺអ្នកស្រីមិនចង់បានអ្វីនោះឡើយក្រៅតែពីការផ្ញើក្តីនឹករលឹកចំពោះគ្នាតែប៉ុណ្ណោះអ្នកស្រីថាអ្នកសិល្បៈពេលដែលជួបគ្នាគឺមិនចង់បានអ្វីពីគ្នានោះឡើយក្រៅពីការរាប់អានគ្នាប្រមូលអ្នកសិល្បៈទាំងអស់មកជួបជុំគ្នាតែប៉ុណ្ណឹងឯងគឺអស់ចិត្តហើយជាក់ស្ដែងដោយឧត្តមបូទីអញ្ចឹងដែលតែងតែនឹកនាមកដល់រូបខ្ញុំបើទោះបីជាបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយជាការកត់សម្គាល់កន្លងមកគេនៅចាំបានថាកាលពីអំឡុងឆ្នាំ2017អតីតតារាសម្ដែងលោកខៃប្រសិទ្ធគឺបានជួបមុខគ្នាដោយផ្ទាល់ជាមួយអ្នកស្រីចន្ទរាទីនៅលើទឹកដីប្រទេសអូស្ត្រាលីខណៈដែលអ្នកស្រីបានទៅសម្ដែងនៅក្នុងពិធីបុណ្យកឋិននៅវត្តខ្មែរមួយនៅរដ្ឋ Queensland ប្រទេសអូស្ត្រាលីផងដែរនៅក្នុងអំឡុងពេលនោះដោយការបែកគ្នាអស់រយៈពេលជាង20ឆ្នាំមកហើយនិងដោយសារតែក្តីស្រឡាញ់និងនឹករលឹកលោកខៃប្រសិទ្ធគឺបានចាប់អោបថើបអ្នកស្រីចន្ទរាទីយ៉ាងស្និទ្ធស្នាលខណៈដែលអ្នកស្រីចន្ទរាទីវិញក៏បង្ហាញក្តីនឹករលឹកនិងភាពស្និទ្ធស្នាលអោបថើបលោកខៃប្រសិទ្ធដោយភាពរីករាយនិងមិត្តភាពរបស់អ្នកទាំងពីរអស់រយៈពេលជាង20ឆ្នាំមកហើយដែលលោកខៃប្រសិទ្ធអតីតតារាសម្ដែងភាពយន្តខ្មែរដ៏ល្បីឈ្មោះនៅក្នុងទសវត្សរ៍ឆ្នាំ1980 1990នោះគឺបានទៅរស់នៅប្រទេសទី3គឺប្រទេសអូស្ត្រាលីតាំងពីពេលនោះមកលោកខៃប្រសិទ្ធគឺមិនដែលបានជួបអតីតមិត្តរួមអាជីពគឺអ្នកស្រីចន្ទរាទីនោះទេដោយសារតែការរស់នៅប្រទេសផ្សេងគ្នាហើយបើទោះបីជាយូរម្ដងលោកខៃប្រសិទ្ធបានមកលេងប្រទេសកម្ពុជាក៏ប៉ុន្តែគឺលោកមកដោយស្ងាត់មិនបានស្កាត់ជួបអតីតមិត្តរួមអាជីពពីមុននោះឡើយចាពុកម៉ែបងប្អូនទាំងអស់គ្នាចាសម្រាប់ព័ត៌មានមួយនេះដែរគឺតកតងទៅនឹងតារាសម្ដែងជើងចាស់ដ៏ល្បីឈ្មោះគឺអ្នកស្រីចន្ទរាទីដោយអ្នកស្រីបានបង្ហាញពីការអន់សពុនចិត្តចំពោះអតីតតារាសម្ដែងជើងចាស់ដ៏ល្បីដូចគ្នានោះគឺលោកខៃប្រសិទ្ធដែលលោកបានទៅរស់នៅស្រុកគេជាយូរឆ្នាំមកហើយពេលដែលមានឱកាសមកលេងស្រុកខ្មែរម្ដងគឺលោកខៃប្រសិទ្ធមិនដែលនឹកនាចានឹករលឹកដល់មិត្តរួមអាជីពដែលធ្លាប់តែសម្ដែងជាមួយគ្នាក៏លោកនៅក្នុងវិស័យសិល្បៈជាមួយគ្នាមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនរាប់មិនអស់ហើយថែមទាំងមានភាពល្បីល្បាញខ្លាំងមែនទែនកាលនោះក៏ប៉ុន្តែលោកខៃប្រសិទ្ធគឺពេលដែលមកប្រទេសកម្ពុជាគឺតែងតែមកបែបស្ងាត់មិនដែលស្កាត់ជួបអ្នកស្រីម្ដងណានោះឡើយដែលធ្វើឲ្យអ្នកស្រីចន្ទរាទីគឺពិតជាមានការអន់សពុនចិត្តខ្លាំងមែនទែនដែលអ្នកស្រីបានលើកឡើងថាលោកខៃប្រសិទ្ធគឺមិនដូចតារាជើងចាស់មួយចំនួនទៀតនោះទេនៅពេលដែលមកលេងស្រុកខ្មែរគឺតែងតែស្កាត់ជួបមិត្តរួមអាជីពដែលធ្លាប់តែមានអនុស្សាវរីយ៍ជាមួយគ្នាពីមុនគឺដូចជាលោកឧត្តមបូទីជាដើម
ពេលដែលលោកមកស្រុកខ្មែរគឺតែងតែស្កាត់ជួបអ្នកស្រីគឺអ្នកស្រីចន្ទរាទីបានលើកឡើងថាអ្នកស្រីគឺពិតជាអរគុណហើយនឹងនៅតែសរសើរអត្តចរិតរបស់លោកឧត្តមវូទីដែលនៅតែមានអត្តចរិតរកពីរដែរមិនផ្លាស់ប្ដូរនោះទេបើទោះបីជាបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំទៅហើយក្តីក៏ប៉ុន្តែនៅតែមានការនឹករលឹកគ្នាចាស់ហើយសម្រាប់ព័ត៌មានមួយនេះដែរនាងខ្ញុំក៏សូមធ្វើការបញ្ចប់តែប៉ុណ្ណេះសិនសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់ក៏ដូចជាទស្សនានៅរាល់ព័ត៌មានទាំងអស់ដែលចេញពី Channel របស់នាងខ្ញុំហើយជាចុងក្រោយនេះនាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អក៏ដូចជាធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពជានិច្ចសូមអរគុណនិងសូមជម្រាបលា